បាទជំរាបសួរពុកម៉ែបងប្អូននេះគឺជាបាពូជស្គួយក្រងបាទគីឡូធំនេះជាប្រភេទស្គួយកម្មកម្មកឡាយទឹកមាសហើយនិងស្គួយកម្មសនិងស្គួយកម្មទឹកប្រាក់បាទអញ្ចឹងបងប្អូនមើលមុខវាក្រហមប៉ាំងបាទហើយតកតងនឹងខ្ញុំចង់ចែករំលែកខ្លីក្នុងការជ្រើសរើសបាពូជាបទពិសោធន៍របស់ខ្ញុំគឺយើងត្រូវតែដឹងប្រវត្តិមន្តដាច់ខាតបងប្អូនណាហេតុអីបានកន្លែងខ្ញុំផ្ដោតសំខាន់ទៅលើប្រវត្តិមន្តព្រោះកាលណាយើងចិញ្ចឹមដឹងពីប្រវត្តិមន្តវាសឹងថាយើងជោគជ័យ60-70%ហើយនៅពេលដែលយើងជ្រើសរើសមេបាពូជបានត្រូវវាធ្វើឲ្យការផលិតកូនរបស់យើងមកគឺវាងាយស្រួលក្នុងការថែទាំងាយស្រួលក្នុងការចិញ្ចឹមទៅគឺវាធំធាត់មានប៉ុន្តែបើសិនបើបងប្អូនរើសមេបាពូជអត់បានត្រឹមត្រូវទេបងប្អូននឹងពិបាកទៅលើការថែទាំក៏ដូចជាការចិញ្ចឹមកូនរបស់វាมันខ្វះទេមេបាពូជដែលគេផុសលក់តាមបណ្ដាញសង្គមឬក៏ YouTube ណាប៉ុន្តែសំណួរសួរថាតើមុនហ្នឹងយើងដឹងប្រវត្តិវាបានប៉ុណ្ណាបងប្អូនណាជាបទពិសោធន៍របស់ខ្ញុំបើសិនជាករណីមុនដែលខ្ញុំអត់ដឹងពីប្រវត្តិរបស់វាមិនថាមុននោះស្អាតប៉ុណ្ណាទេក៏ខ្ញុំអត់យកចូលមកកែឋានរបស់ខ្ញុំទេបាទព្រោះខ្ញុំផ្ដោតសំខាន់ទៅលើប្រវត្តិមុនកាលណាយើងដឹងពីពូជប្រវត្តិវាច្បាស់លាស់យើងចិញ្ចឹមទៅគឺយើងមានន័យថាជោគជ័យបាន60-70% ហើយកាលណាយើងជ្រើសរើសពូជត្រូវខ្ញុំនៅតែផ្ដោតសំខាន់លើកន្លែងហ្នឹងហើយ30%ទៀតគឺជាចំណុចបន្ទាប់បន្សំនេះបងប្អូនណាបាទអញ្ចឹងដូចអ្វីដែលខ្ញុំបញ្ជាក់បងប្អូនមុននឹងធ្វើការសម្រេចចិត្តក្នុងការចិញ្ចឹមមាន់ស្រែនេះបងប្អូនអាចស្វែងយល់ឲ្យបានច្រើនទៅលើព័ត៌មានជុំវិញខ្លួនបងប្អូនសឹមបងប្អូនសម្រេចចិត្តតើគួរយកមាន់ដែលដឹងប្រវត្តិឬក៏ទៅទិញតាមเพจមួយចំនួនដែលគេចេះតែផុសលក់ទាំងដែលមុននោះមិនដឹងថាប្រវត្តិវាពីតូចពីមកឈឺអត់ឬយ៉ាងម៉េចអានោះវាជាបញ្ហាប៉ុន្តែការសម្រេចចិត្តគឺអាស្រ័យទៅលើបងប្អូនមិនមែនខ្ញុំនិយាយនេះបញ្ចុះបញ្ចូលឬក៏ឲ្យបងប្អូនត្រូវតែទិញមាន់ពីខាងខ្ញុំទេការសម្រេចចិត្តគឺទៅលើពុកម៉ែបងប្អូនជាអ្នកសម្រេចចិត្តខ្លួនឯងប៉ុន្តែខ្ញុំគឺធ្លាប់ឆ្លងកាត់កន្លងមកហើយខ្ញុំគ្រាន់តែចង់ចែករំលែកឲ្យបងប្អូនមុននឹងធ្វើការសម្រេចចិត្តទិញមេបាពូជបងប្អូនយ៉ាងហោចណាស់ត្រូវដឹងពីប្រវត្តិមុនហ្នឹងជិះវៀងយើងទិញមកមានបញ្ហាវាខាត់បងថវិការបស់យើងពុកម៉ែបងប្អូនដូចគ្នាបាទអញ្ចឹងខ្ញុំចែករំលែកនេះគឺក្នុងគោលបំណងមួយចង់ឲ្យពុកម៉ែបងប្អូនចិញ្ចឹមទៅគឺជោគជ័យទាំងអស់គ្នាបាទសូមអរគុណ